ប្រធានាធិបតីអ៊ុយក្រែននិងមេការទូតអាមេរិកជួបគ្នានៅអារ៉ាប៊ីសាអូឌីតសម្រាប់កិច្ចចរចាបទឈប់បាញ់ប្រធានាធិបតីប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky បានជួបចរចាជាមួយនឹងមេការទូតសហរដ្ឋអាមេរិកគឺលោក Marco Rubio បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃច័ន្ទ 10 មីនាមុនកិច្ចចរចាបទឈប់បាញ់នៅអ៊ុយក្រែនបន្ទាប់ពីសង្គ្រាមរយៈពេល 3 ឆ្នាំលោក Zelensky ដែលមានចំនួនជាសាធារណៈជាមួយប្រធានាធិបតីអាមេរិក Donald Trump កាលពីខែមុនបានមកដល់ទីក្រុង Jeddah ខណៈលោក Rubio បានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះគំនិតនៃបទឈប់បាញ់តាមផ្លូវអាកាសនិងផ្លូវទឹកកិច្ចពិភាក្សារវាងមន្ត្រីអ៊ុយក្រែននិងក្រុមមន្ត្រីអាមេរិករបស់លោក Rubio បានជួបគ្នាជាលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីការផ្ទុះទំនាស់ពាក្យសម្ដីនៅសេតវិមានចំពេលលោក Zelensky មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលទាមទារដោយលោក Trump លោក Zelensky បានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតមុនពេលជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកចាប់តាំងពីទីក្រុង Washington បានប្រកាសផ្អាកជំនួយយោធាដល់អ៊ុយក្រែននិងបិទការចែករំលែកព័ត៌មានសម្ងាត់ក្នុងគោលបំណងបង្ខំអ៊ុយក្រែនទៅកាន់តុចរចាជាមួយទីក្រុងមូស្គូដែលបានចាប់ផ្ដើមបើកការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ 2022 តាមបញ្ជារបស់ប្រធានាធិបតី Vladimir Putin មន្ត្រីអ៊ុយក្រែនបានប្រាប់អ្នកកាសែតកាលពីថ្ងៃច័ន្ទថាយើងមានសំណើសម្រាប់បទឈប់បាញ់តាមផ្លូវអាកាសនិងបទឈប់បាញ់លើផ្ទៃសមុទ្រជាការចាំបាច់ដោយសារជាជំរើសបទឈប់បាញ់ដែលងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យដើម្បីចាប់ផ្ដើមអនុវត្តបទឈប់បាញ់ពលរដ្ឋស៊ីរីបានស្លាប់ជិត 1000 នាក់ក្នុងមួយសប្តាហ៍ដោយសារតែការប្រយុទ្ធគ្នាអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីបានប្រកាសកាលពីថ្ងៃច័ន្ទ 10 មីនាអំពីការបញ្ចប់ប្រតិបត្តិការប្រឆាំងនឹងអ្នកស្មោះត្រង់របស់ប្រធានាធិបតីដែលត្រូវបានទម្លាក់គឺលោក Bashar al-Assad បន្ទាប់ពីជនស៊ីវិលជិត 1000 នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីការផ្ដួលរំលំលោកអាសាដអ្នកខ្លំមើលសង្គ្រាមនិងអ្នកការពារសិទ្ធិមនុស្សនៅស៊ីរីបានរាយការណ៍អំពីការសម្លាប់រង្គាលនៃជនស៊ីវិលយ៉ាងហោចណាស់ 973 នាក់ចាប់តាំងពីថ្ងៃប្រហ័សដែលភាគច្រើនគឺជាសមាជិកនៃជនជាតិភាគតិចអាឡាវីតត្រូវបានប្រហារជីវិតដោយកងកម្លាំងសន្តិសុខឬក្រុមសម្ព័ន្ធមិត្តការប្រយុទ្ធគ្នានៅតំបន់មាត់សមុទ្រជាទីតាំងរស់នៅរបស់ជនជាតិភាគតិចអាឡាវីតដែលស្មោះត្រង់នឹងប្រធានាធិបតីអាសាដដែលត្រូវបានបណ្ដេញចេញពីតំណែងបានគំរាមកំហែងដល់ការផ្លាស់ប្ដូរដ៏ផុយស្រួយរបស់ប្រទេសបន្ទាប់ពីការគ្រប់គ្រងដោយកណ្ដាប់ដៃដែករបស់ត្រកូលអាសាដជាច្រើនទសវត្សរ៍អ្នកនាំពាក្យក្រសួងការពារជាតិលោក Hassan Abdul Ghani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មាន Zana កាលពីថ្ងៃច័ន្ទថាអាជ្ញាធរបានបញ្ចប់ប្រតិបត្តិការយោធាដ៏ធំរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខនិងសំណល់របបចាស់នៅក្នុងខេត្ត Latakia និងខេត្ត Tartus នៅលើឆ្នេរសមុទ្រ Mediterraneanការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបណ្ដោះអាសន្នលោក Ahmed Azara ដែលជាមេដឹកនាំក្រុមអ៊ីស្លាមនិយមដឹកនាំការវាយលុកបានផ្ដួលរំលំលោកអាសាដកាលពីថ្ងៃទី 8 ខែធ្នូឆ្នាំ 2024 បាននិយាយថាប្រទេសនេះនឹងមិនត្រូវបានអូសចូលទៅក្នុងសង្គ្រាមស៊ីវិលម្ដងទៀតនោះទេលោក Zara បាននិយាយនៅក្នុងសន្ទរកថាដែលបង្ហោះដោយ Zana ថារបបស៊ីរីថ្មីនឹងមិនអនុញ្ញាតឲ្យមហាអំណាចបរទេសឬភាគីក្នុងស្រុកអូសចូលទៅក្នុងភាពវឹកវរឬសង្គ្រាមស៊ីវិលជាថ្មីបានឡើយ។